បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលនៅក្នុងសង្គម YouTube បាទថ្ងៃដែលខ្ញុំមានរបស់ចម្លែករបស់កម្របាទឬក៏ហៅថាជាវត្ថុបុរាណឬក៏ហៅថាអាយុបាទมันក្រោមពី1000ឆ្នាំទេបាទมันក្រោមពី1000ឆ្នាំទេណាបាទបាទអញ្ចឹងយើងមើលសាច់ឈើសិនបាទនេះគេហៅថាឈើខ្មៅបាតសមុទ្រកើតជាថ្មអញ្ចឹងគេហៅ fossil ឈើខ្មៅបាតសមុទ្រឈើនេះគេរកបាននៅម្ដុំភ្នំសំពៅបាទណាភ្នំសំពៅបាទមកជួរភ្នំសំពៅសម្បូរដោយភ្នំបាទអញ្ចឹងគេជឿថានៅម្ដុំនោះជាបាតសមុទ្រពីជំនាន់ដើមបាទចឹងនៅតាមភ្នំនីមួយៗតែតែមាន fossil ដូចជាផ្កាថ្មសមុទ្រឬក៏សត្វសមុទ្រសត្វអីចឹងទៅបាទណាដែលវាកើតដូចជាថ្មបាទនេះសាច់ដែលយើងពុះចេញមកណាបាទដូចឈើចឹងបាទដូចឈើចឹងបាទមានកន្លែងខ្លះផុយទៅកន្លែងខ្លះមានស្នាមទៅចឹងណាបាទវាមិនល្អទាំងអស់ទេបាទមកដុំយើងកាលឆ្លាក់អត់បានផងអត់បានមួយអង្គមកដុំធំចឹងណាជួនកាលធំពីនឹងទៀតប៉ិនពោះជើងបាទមានកន្លែងផុយមានកន្លែងប្រេះចឹងទៅបាទនេះជាព្រះអង្គបាទណាបាទជាព្រះអង្គបិទមុខសាងពី fossil ឈើខ្មៅបាតសមុទ្រខ្លាចជាថ្មបាទពីរព្រះអង្គបាទណាពីរព្រះអង្គចឹងថា fossil ឈើខ្មៅនេះបុរាណលោកថាការពារបាទណាបាទការពារនៅមុនខ្មៅផ្សេងអីដែលយើងមើលមិនឃើញខ្លាំងដល់ពេលយើងយកមកឆ្លាក់ជាតួអង្គប្រពុតអីចេះទៀតគឺកាន់តែល្អបាទបុរាណថាតបានឈើខ្មៅយើងហ្នឹងឈើខ្មៅបាតសមុទ្រហ្នឹងបាទយកមកទុកនៅលើផ្ទះនៅលើអសនៈអូប៉កែណាការពារមុនខ្មៅអំពើអំពាន់ហ្នឹងបាទឲ្យធ្វើទៅបាទធ្វើមិនចូលទេបាទណាបាទហើយបុរាណក៏ថាឲ្យឆ្លាក់បាទណាហ្នឹងហើយតួអង្គកូនក្រកណាហ្នឹងហើយគឺប៉កែស័ក្តិសិទ្ធិណានេះបាទកូនក្រកបៀមទួងផ្សិតអូស្អាតណាស់ដូចត្បូងនេះចាំងដូចត្បូងចឹងបាទណានេះគេហៅឡាយឈើណាជាប់ឡាយបន្តិចបាទណាស្អាតបាទនិយាយពីមូលតលស្អាតមែនទែនបាទរបស់កម្រមែនទែនបាទឈ្នួលជាងថ្លៃណាបាទបាទស្អាតទឹកដៃបាទណាខ្ញុំមកឆ្លាក់បែបតាន់មុំឲ្យធ្លាក់ទៅបាក់បែកកម្របាទណាកូនក្រកបាទណាយើងអាចថាយើងគោរពទី1ណាខាងការពារបាទការពារដូចជាអមនុស្សមកព្រាយហ្នឹងទៅទី2អាចឲ្យយើងដឹងមុនរសពឬក៏ប្រាប់យើងហ្នឹងទៅបាទដោយមាត់ដោយអំណាចគ្រូគេដាស់អញ្ចឹងណាបាទចតុភូតតាំងអរហង្គភូតតោសូមយាងអញ្ជើញស្ដេចមរិញគង្វាលមកអើយមកគង់ថែរក្សាកូនខ្ញុំទាំងពីរអង្គហ្នឹងហើយជួយលក់ជួយដូរទៅបាទយើងប្រើខាងលក់ដូរខាងដឹងមុនខាងហៅលៀបការពារផ្ទះសម្បែងបាទល្អណាស់អញ្ចឹងយើងសូត្រគ្រាថាហ្នឹងពេលយើងហៅឲ្យហូបហ្នឹងទៅចតុភូតតាំងអរហង្គភូតតោសូមយាងអញ្ជើញស្ដេចមរិញគង្វាលមកអើយកូនឪហ្នឹងទៅឈ្មោះអីហូបនេះហូបនោះហ្នឹងទៅបាទអញ្ចឹងណាបាទឬក៏មកគង់ថែរក្សាឬក៏មកលក់ដូរមកជួយហៅភ្ញៀវអីទៅបាទអញ្ចឹងណាបាទហើយខ្ញុំដាក់ជាវដែរណាដាក់ជាវណាស្វែងរកម្ចាស់ស្វែងរកឪណាស្រឡាញ់ឪណាបាទទៅថែរក្សាឪនោះចាស់បាទ
អញ្ចឹងបាទជាវត្ថុបុរាណជារបស់កម្របាទមិនងាយរកទេបាទមិនងាយរកទេអាយុកាលមិនក្រោម1000ឆ្នាំទេបាទណាយើងទៅរកវត្ថុបុរាណណានេះវត្ថុបុរាណចំនេះបាទវត្ថុបុរាណចំហើយគាត់ថាយើងឆ្លាក់ថ្មីប៉ុន្តែផូស៊ីលឈើនេះមិនថ្មីជាមួយយើងទេអាយុកាលយូរបាទអញ្ចឹងអស់លោកណាស្រឡាញ់ពេញចិត្តអាចចែកជាវបានតាមលេខ Telegram របស់ខ្ញុំបាទឬក៏តាម YouTube របស់ខ្ញុំបាទតាម Facebook បាទ Facebook របស់ខ្ញុំក៏ដាក់ឈ្មោះបារមីលោកអូធំដែរបាទណាអាចឆាតមកបានបាទណាស្រឡាញ់ពេញចិត្តបាទអញ្ចឹងអស់លោកដែលខ្ញុំបង្ហោះនេះអស់លោកអញ្ជើញរកអ្នកថារសាស្រឡាញ់អស់លោកណាអញ្ជើញអស់លោកនៅមួយគេចាស់បាទស្វែងរកម្ចាស់សូមជម្រាបលាសូមអរគុណបាទ